បាទវិសុប្រិមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការអនុញ្ញាតចែករំលែកនៅខ្លឹមសារបច្ចេកទេសសំខាន់របស់មហាសន្និបាតអង្គការសហជាតិមហាសន្និបាតអង្គការសហជាតិដើរតួនាទីដូចបដិទ្ធបាទអញ្ចឹងខ្ញុំសូមធ្វើការអธิบายដោយសង្ខេបជួយដើម្បីអស់លោកស្រីស្វែងយល់បន្ថែមបើសិនជាអាចយើង search នៅក្នុង website ក៏បានដែរ website ដាក់ថាមហាសន្និបាតអង្គការសហជាតិ UNGA ហើយវាជាអង់គ្លេស UNGA អាន UNGA UNGA ខ្ញុំអានថា UNGA បាទតាមមហាសន្និបាតអង្គការសហជាតិហ្នឹងដើរតួនាទីសំខាន់ទៅលើកិច្ចការឯខ្លះបាទលោកស្រីដឹងហើយថានៅក្នុងរចនាសម្ព័ន្ធរបស់អង្គការសហជាតិមាន6ហើយមហាសន្និបាតអង្គការសហជាតិនេះដើរតួនាទីសំខាន់ជាងគេចុងបញ្ចប់នៃកិច្ចការរបស់មកគឺមហាសន្និបាតហ្នឹងហើយលើកលែងតែក្រោយមកអាចឈានដល់តុលាការបាទយុតិធម៌អន្តរជាតិអានឹងហើយជាចុងក្រោយហ្នឹងហើយលក្ខវិស័យរបស់មហាសន្និបាតអង្គការសហជាតិគឺការគ្រប់គ្រងសន្តិភាពសន្តិសុខជាអន្តរជាតិការអភិវឌ្ឍនិងសិទ្ធិមនុស្សទស្សនវិស័យសំខាន់មានច្រើនទៀតប៉ុន្តែខ្ញុំសង្ខេបតែប៉ុណ្ណឹងពាក្យថាសន្តិភាពរបស់លោកស្រីដឹងហើយមានន័យថាធ្វើឲ្យវាមានស្ថិរភាពនៅក្នុងសង្គមមួយកាត់បន្ថយការគំរាមកំហែងទៅដល់សន្តិសុខអន្តរជាតិមានថាមិនមានការផ្ទុះអាវុធមិនមានការអីដែលមានន័យដែលអំពើហិង្សាដោយប្រដាប់អាវុធទេពាក់ព័ន្ធនឹងច្បាប់គ្រប់គ្រាន់នឹងយើងមានហើយពាក់ព័ន្ធនឹងច្បាប់អន្តរជាតិដែលតម្រូវឲ្យមិនឲ្យមានការផ្ទុះអាវុធអីផ្សេងដែលបង្កើតជាសង្គ្រាមអីក្នុងនោះបាទហើយពាក់ព័ន្ធនឹងការអភិវឌ្ឍអន្តរជាតិបានយល់ហើយខ្ញុំតែជំរាបពីគឺអភិវឌ្ឍផ្នែកសេដ្ឋកិច្ចផ្នែកស្មារតីដែលភាសាអង់គ្លេសថា EQ ហើយមួយទៀតសេដ្ឋកិច្ចផ្នែកលុយកាក់តែភាសាអង់គ្លេសខ្ញុំសរសេរកាត់ថា IQ អញ្ចឹង EQ និង IQ ណាការវិវត្តនេះវាមាន EQ និង IQ ណា EQ មានន័យថាការវិវត្តផ្នែកស្មារតីទៅការរៀនសូត្រចំណេះដឹងផ្សេងទាំងអស់ហ្នឹងដែលសរុបមកបង្កើតជា EQ បាទ IQ នេះក៏ការរៀនសូត្រដែរប៉ុន្តែពាក់ព័ន្ធនឹងចំណេះដឹងខាងលេខមានន័យថាផ្នែក financial ផ្នែក